ស្ងោរម្រះនេះខ្ញុំធ្វើតាំងពីថ្ងៃសៅរ៍តែទឹកតបានកាត់វីដេអូនៅថ្ងៃច័ន្ទនេះឯងនេះជាម្ហូបទី10នៃការលេងឆាឡែន 15000 ក្នុងមួយថ្ងៃរបស់ខ្ញុំហើយចំពោះបន្លែមានម្រះមានការ៉ុតហើយនិងផ្សិតខ្មៅនឹងឯងបងហើយវិធីធ្វើក៏មានអីប្លែកដែរធ្វើដូចតែគ្នានឹងដាំទឹកកំពុះហើយបងគល់ខ្ទឹមមើមខ្ទឹមផ្សិតខ្មៅហើយដុំខ្នុរមួយដុំហ្នឹងទៅដាក់ទឹកត្រីបន្តិចទៅហើយអាបកាយហឺហើយស្បែកជ្រូកសល់ពីសាច់ជ្រូកច្រាំដែលយើងច្រាំហ្នឹងបងប្អូនដាក់មកងាស់វាទៅមកងាស់ឲ្យវារៀងឆ្អិនទៅម្រះដែលយើងញាត់សាច់ជ្រូកច្រាំហ្នឹងយើងដាក់ចូលទៅយើងដាក់ស្ងោរមកងាស់ឲ្យវាផុយ1ម៉ោង2ម៉ោងអីទៅវាផុយមុំផុយឆ្ងាញ់ហើយបានញ៉ាំហើយបងប្អូនហើយបើយើងមកងាស់ទុក2ថ្ងៃវារឹតតែងុំរឹតតែឆ្ងាញ់ទៀតម្ហូបនេះខ្ញុំហូបបាន2ថ្ងៃបងប្អូនស្ងោរម្រះម្ដងអត់ដែរទុកស្ងោរអត់ដែរញ៉ាំមួយថ្ងៃទេមានញ៉ាំ2ថ្ងៃ3ថ្ងៃអីបានងុំឆ្ងាញ់ស្ងោរម្រះហ្នឹង